ព្រីងជាផ្លែឈើតូចមែនប៉ាត់តែមានអត្ថប្រយោជន៍ជាច្រើនយ៉ាងចំពោះសុខភាពទាំងវ័យក្មេងនិងមនុស្សចាស់រដូវព្រីងបានមកដល់ហើយនៅកន្លែងណាក៏យើងមើលឃើញថាមានលក់ដែរចំពោះអ្នកចូលចិត្តហូបព្រីងតិចអត់ដឹងថាព្រីងមានអត្ថប្រយោជន៍ជាច្រើនយ៉ាងចំពោះសុខភាពទាំងវ័យក្មេងនិងមនុស្សចាស់ផ្លែព្រីងអត្ថប្រយោជន៍របស់ផ្លែព្រីងដែលជួយដល់សុខភាពលោកអ្នកសម្បូរទៅដោយវីតាមីននិងសារធាតុរ៉ែជាច្រើនដូចជាកាល់ស្យូមជាតិដែកប៉ូតាស្យូមសូដ្យូមនិងជាតិផូស្វ័ររួមទាំងវីតាមីន A B C ជួយជំនួយដល់ថ្លើមជួយគ្រប់គ្រងនិងបន្ថយជាតិស្ករហើយល្អបំផុតចំពោះអ្នកដែលកើតជំងឺទឹកនោមផ្អែមសម្រួលដល់ប្រព័ន្ធបេះដូងសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលអ្នកអាចស្ងោរសំបកដើមព្រីងព្រោះវាជួយព្យាបាលជំងឺរាគមួលរាគរូសទល់លាមកនិងដំបៅក្រពះ1ជួយជំងឺមហារីក2ល្អសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម3ជួយទៅដល់សុខភាពបេះដូងប៉ូតាស្យូមដែលមាននៅក្នុងផ្លែឈើនេះនឹងទទួលខុសត្រូវដោយធ្វើឲ្យបេះដូងមានដំណើរការល្អអ្វីដែលសំខាន់បំផុតនោះគឺវាជួយឲ្យបេះដូងមានសុខភាពល្អគ្រប់ពេល4ល្អសម្រាប់ការទល់លាមកនៅពេលដែលអ្នកហូបផ្លែព្រីងវាមានឥទ្ធិពលខ្លាំងណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអាការៈទល់លាមកបានយ៉ាងល្អហើយពូកែណាស់ព្រីងសម្បូរទៅដោយរសជាតិសរសៃធ្វើឲ្យលំហូរនៃកាកសំណល់រាងកាយមានភាពងាយស្រួលចរន្តពោះវៀនទៀងទាត់ក៏ដូចជាសកម្មភាពរំលាយអាហារធម្មតាត្រូវបានបំពេញបន្ថែម5ជួយការពារឆ្អឹងឲ្យរឹងមាំ6ល្អសម្រាប់ស្បែកតាមរយៈវីតាមីន C ដែលមានវត្តមាននៅក្នុងព្រីងនឹងធ្វើឲ្យស្បែកមានសភាពសរលោងស្អាតដូចធម្មជាតិ7ជួយពង្រឹងប្រព័ន្ធភាពស៊ាំ8ជួយកាត់បន្ថយការឈឺក្រពះ9ជួយដល់ការបង្កើតកោសិកាឈាមក្រហម10ជួយការពារការក្អករ៉ាំរ៉ៃការក្អករ៉ាំរ៉ៃអាចនាំឲ្យមានអាឡែហ្ស៊ីឬផ្ដាសាយប៉ុន្តែនៅពេលដែលអ្នកហូបព្រីងវាសារធាតុក្នុងផ្លែឈើតូចនេះនឹងទៅបញ្ឈប់អាការៈទាំងនោះព្រីងសម្បូរទៅដោយវីតាមីន C រួមជាមួយនឹងគ្រឿងផ្សំផ្សេងទៀតអាចបញ្ឈប់អាការៈក្អករ៉ាំរ៉ៃសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក